ជំរាបសួរអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះម៉ាក់មកទៀតហើយគឺមកធ្វើណែមឆៅសាក់មើលម្ដងចាអ្វីដែលសំខាន់ម៉ាក់មើល YouTube ដដែលដោយសារអត់ចេះធ្វើក៏ប៉ុន្តែប្តីខ្ញុំក៏ចេះធ្វើទឹកជ្រលក់និយាយពីថាជាតិហើយឆ្ងាញ់សាហាវចាអានេះប្រថិតមែនតបមកយើងក៏យកបន្លែទៅលាងទឹកចាមកលេងទឹកលេងទឹកទាំងអស់គ្នាមកដាក់សេចជ្រូកលាងមកតាមពិតទៅបើសិនជាយើងមានលុយទិញបកាអីគេហៅគេបង្គាហ្នឹងឯងត្រូវហើយទិញបង្គាមកច្រើនមកដាក់បង្គាច្រើនមកដល់ឃើញស្អាតហ្មងតែចង់និយាយថាទោះបីដាក់បង្គាច្រើនប៉ុណ្ណាក៏វាមិនស្អាតដែរដោយសារអត់មានណាគេចេះហោណែមទាំងអស់គេហៅស្អីគេមូណែមខ្ចប់ណែមហ្នឹងហើយតាមហ្នឹងទៅចាលាងបន្លែលាងអីរួចមកដាក់ទៅសក់ឃើញគេថាធ្វើណែមឆៅហ្នឹងទៅសក់ហើយនឹងការ៉ុតវាសំខាន់ពីព្រោះថាពេលដែលយើងห่อទៅខ្ចប់ទៅហ្នឹងវាឃើញស្អាតស្រស់ស្អាតហ្នឹងឃើញស្លឹកមុខគ្នាវិញមកតែខ្ញុំជួយចិត្តដាក់គេហៅដាក់អីគេស្លឹកខ្ទឹមខ្ញុំដឹងអ្ហ្មិចតែខ្ញុំជួយចិត្តស្អីគេហៅហិលអីចឹងណានេះចាមើលទៅគ្រឿងផ្សំមានដូចជាស្អីខ្លះបងប្អូនមានសាឡាត់មានគូកោះហ្នឹងស្លឹកខ្ទឹមការ៉ុតទៅសក់ហើយនឹងអ្វីដែលខ្វះមិនបានហ្នឹងគឺនំបញ្ចុកចាទី1ឆ្ងល់សួរគេដាក់ស្អីគេអូខេដាក់ដាំទឹកសិនដាំទឹកដាំស្រុះជ្រូកសិនណាពុកម៉ែបងប្អូនចាស្រុះជ្រូកហើយបន្ទាប់មកខ្ញុំក៏កាត់បន្លែច្រឡំកាត់បន្លែខ្ញុំហាន់ទៅសក់ខ្ញុំហាន់ទៅសក់ចូលមកវាស្រាយហាន់ទៅសក់មកគេឲ្យចិត្តស្ដើងការ៉ុតក៏ដូចគ្នាដែរពុកម៉ែបងប្អូនយើងបកវាឲ្យស្អាតហើយក៏ចិត្តស្ដើងដូចទៅសក់ជាមួយគ្នាឯងខ្ញុំជឿថាពុកម៉ែបងប្អូនខ្លះគាត់ធ្លាប់ធ្វើហើយគាត់មានបទពិសោធន៍ច្រើនទៀតណោះក៏ប៉ុន្តែម៉ាក់ហ្នឹងអត់ដែលទេធ្លាប់ឈោមើលគេខ្ចប់ណែមខ្ចប់អីអញ្ចឹងណាក៏ប៉ុន្តែមិនដែលសាកស្នាដៃខ្លួនឯងទេដល់ពេលថ្ងៃនេះសាកមើលម្ដងនេះដែរជាតិថ្នាំដែរហាន់ស្ដើងអញ្ចឹងមកតាំងក៏ពិតអត់ចង់ឲ្យប្តីខ្ញុំហ្នឹងគាត់ខាវីដេអូឲ្យលឿនទេតែដោយសារវាច្រើននាទីពេកអញ្ចឹងខាវាមកសើមើលយឺតវិញល្អមើលផ្ដាំឲ្យពុកម៉ែបងប្អូនទឹកពុះហើយយើងក៏ដាក់សាច់ជ្រូកចូលទៅបន្ទាប់មកម៉ាក់ក៏មកហាន់លឹកខ្ទឹមជាកង់ជា3មកដើម្បីយើងយកទុកទៅห่อជាមួយណែមហ្នឹងខ្ចប់មួយណែមហ្នឹងណាចាមើលគ្រឿងផ្សំគេអានេះខ្ញុំហាន់ទុកដាក់ទឹកជ្រលក់ពុកម៉ែបងប្អូនខ្វះមិនបានទេទឹកជ្រលក់ហ្នឹងខ្ញុំជួយចិត្តណាខ្ទឹមក្រហមខ្ទឹមអីនេះហាន់ឲ្យស្ដើងមកចាហាន់ចឹងមកហើយប្តីខ្ញុំហ្នឹងគាត់ប្រាប់ខ្ញុំថាឲ្យយកម្ទេសឲ្យម្ដុំឲ្យគេច្រាំតែខ្ញុំថាគិតទៅវាមិនស្អាតទៅហ្នឹងយើងហាន់ដាក់កង់វិញដល់ពេលចម្លើយឈ្នះលើខ្ញុំហាន់កង់ឲ្យស្អាតឃើញអញ្ចឹងប៉ានឹងម៉ាក់អត់សូវត្រូវគ្នាទេថតហ្នឹងឆ្លោះគ្នាបណ្ដាថតបណ្ដាចារួចហើយនេះដោយសារអត់សូវមានបង្កងអីគេហៅបង្គាហ្នឹងហើយក៏នៅសល់បន្តិចក៏យកមកហាន់ជ្រៀកជាពីរដាក់ឲ្យវាបានឃើញពណ៌ស្រស់ស្អាតបន្តិចបន្តួចទៅណាបន្តមកក៏ដាក់យកសណ្ដែកដីទុកដាក់ទឹកជ្រលក់យកបុកឲ្យវាតែខ្ញុំអត់សូវឲ្យអត់ចង់ឲ្យល្អិតទេដោយសារខ្ញុំចូលចិត្តដែលរៀងបន្តមកហាន់សាច់ជ្រូកមកចាហាន់សាច់ជ្រូកអញ្ចឹងមកខ្ញុំតែងតែមើលប្លុកអ្នកដតីគេធ្វើណែមឆៅអញ្ចឹងមើលទៅមានអារម្មណ៍ថាតំណងដល់ពេលមកមើលផិនខ្លួនឯងអញ្ចឹងទៅដូចអស់សំណើចមិនទេពុកម៉ែបងប្អូនអើយកុំបកកាយប្រកាន់ឲ្យដោយសារម៉ាក់ហាត់ដំបងលើកទី1បន្ទាប់មកក៏ដាក់ស្ករសប្តីខ្ញុំគាត់ថាបើយើងចង់អានទឹកជ្រលក់ឆ្ងាញ់យើងតតែយកស្ករទៅបំពងសិនដូចយើងបំពងទឹកត្រីផ្អែមអញ្ចឹងណាលេងលេងអូខេហ្នឹងហើយដាក់ទឹកតិចមកទឹកត្រីបន្តិចមកយើងកូរស្ករឲ្យចូលជាតិគ្នារួចហើយយកអំពិលទុំហ្នឹងបងចូលទៅក្នុងហ្នឹងជ្រុំឲ្យវាចេញជាតិមករួចហើយយើងក៏ផ្អែមខ្វះស្ទើផ្អែមដាក់ស្ករថែមទៀតបន្ទាប់មកយើងក៏ស្រង់យកកាកចេញមកយកទៅទឹកត្រីបានហើយ
ចារួចហើយម៉ាម៉ាក់ក៏យកខ្ទឹមក្រហមខ្ទឹមសម្ទេសដែលយើងហាន់ត្រៀមទុកហ្នឹងហើយនឹងសណ្តែកដីដាក់មកអូយជាតិសាហាវបងប្អូនខ្ញុំនិយាយមែនអញ្ចឹងមិនថាណាប្តីខ្ញុំធ្វើចុងភៅក៏មិននេះដែរអត់ប្រយោជន៍ដែរនិយាយពេលគេប្រាប់រូបមុននឹងឆ្ងាញ់បន្ទាប់មកដល់វេនម៉ាក់ម៉ាក់ខ្ចប់ហើយមើលអស់សំណើចសាយខ្លួនឯងហើយពុកម៉ែបងប្អូនសង្កេតមើលណែមផិនម៉ាក់ម៉ាក់ឲ្យច្បាស់ហាកវិចកវ៉ាត់ទូធំខ្លីកទឿវែងមានទាំងអស់ហ្នឹងហើយមានគ្រប់យ៉ាងតែម្ដងនេះបើសិនជាប្តីខ្ញុំកំខាវីដេអូមើលអស់សំណើចខ្លួនឯងខ្ចប់ណែមកឃើញអស់សំណើចខ្លួនឯងហើយខ្ញុំមិនមែនជាស្ត្រីមេផ្ទះអីទេណាគេប្រាប់ឲ្យធ្វើអីគេធ្វើតាមគេហ្នឹងទៅហើយនេះក្មួយហើយក្មួយមកជួយខ្ចប់គ្នាជួយហណែមគ្នារហ័សរួចឡើងក្មួយហ្នឹងក៏អាការៈធ្ងន់ជាងមីងទៀតមានតូចមានខ្លីមានស្គមមានធាត់តាមហ្នឹងទៅសើចរហូតនិយាយពីសុបាយមកប្លុកនេះហងវល់ធ្វើបណ្ដាលសើចបណ្ដាលអស់ស្នើចានេះក្មួយស្រីខ្ញុំមើលគេរត់ទៀតអូខ្ញុំប្រាប់រឿងមួយគាត់និយាយសិតតែជាតិណាដល់ពេលគេធ្វើឲ្យបាត់ក្មួយកុំញ៉ឹងបាត់អត់បានភ្លក់មកភ្លក់ចុងក្រោយគេឥឡូវដល់ពេលម៉ាក់ភ្លក់ហើយកុំតែញ៉ាំអស់មួយណាតែមួយអត់ទេមូមានរសជាតិថាទឹកត្រីយើងវាឆ្ងាញ់ហើយអានេះក៏វាមានអីត្រូវឆ្ងាញ់ទេអានេះក៏មូធម្មតាក៏ថាអត់ម៉ាក់អត់ចេះមូទាំងអស់គ្នាមកផ្ទះមានអត់ចេះមូណែនេះឆ្ងាញ់មែនទេហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាណាចារាល់ការទស្សនាវីដេអូរបស់នាងខ្ញុំចាអត់មានអីច្រើនទេមានតែម្រាមដៃ10អរគុណដែលតែងតែគ្រប់គ្រងเพจរបស់នាងខ្ញុំចាជម្រាបលាបាយបាយ